សួស្តីអ្នកទាំងអស់គ្នាដោយគ្នាយើងមួយចំនួនអត់មានការយល់មិនទាន់ច្បាស់ទាក់ទងនឹងលំហាត់អនុវត្តរបស់ពុនអញ្ចឹងការធ្វើវីដេអូនេះនឹងអាចជួយអ្នកបានមួយចំនួនបើសិនជាខុសសូមជួយប្រាប់ខាងខ្ញុំវិញផងព្រោះខ្ញុំមិនប្រកាសថាខ្ញុំចេះច្បាស់នោះទេអញ្ចឹងលំហាត់យើងវិញអញ្ចឹងលំហាត់យើងនេះគឺយើងត្រូវដឹងថាអ្វីជាបកែកបាត់អាករអ្វីជាបកែកបាត់ធម្មតាអញ្ចឹងដំបូងនេះគឺជាបកែកបាត់អាករដែលមានរំលេចឈ្មោះសហគ្រាសសហគ្រាសនេះឈ្មោះសហគ្រាសយើងលេខអត្តបយើងអាស័យដ្ឋានលេខទូរស័ព្ទហើយចំណុចលេខ2ត្រូវតែមានរំលេចលេខរៀងបកែកបាត់ការបច្ឆេទចំណុចលេខ3គឺជាឈ្មោះអតិថិជនមានឈ្មោះលេខទូរស័ព្ទលេខបាត់ទីនរបស់គេហើយចំណុចលេខ4វិញគឺតកតងនឹងតារាងបរិយាយដែលអតិថិជនបានទិញទំនិញយើងហើយចំណុចលេខ5គឺជាចំណុចដែលត្រូវបង្ហាញទឹកប្រាក់សរុបរួមទឹកប្រាក់ដែលគិតអាករព្រឹកទឹកប្រាក់ដែលសរុបរួមបូកជាមួយអាករគឺបូកជាមួយអាករតម្លៃបន្ថែមអញ្ចឹងគឺជាទឹកប្រាក់សរុបហើយមានការហត្ថលេខារវាងអ្នកលក់និងអ្នកទិញអញ្ចឹងនេះកែបាត់អាករចូលដល់កែបាត់ធម្មតាអញ្ចឹងកែបាត់ធម្មតានេះវាខុសគ្នាជាមួយនឹងកែបាត់អាករត្រង់ចំណុចលេខ5អញ្ចឹងលេខ1គឺជាឈ្មោះក្រុមហ៊ុនរបស់យើងដែលមានលេខបាត់ទីនអាស័យដ្ឋានលេខទូរស័ព្ទនិងឈ្មោះក្រុមហ៊ុនរបស់យើងហើយចំណុចលេខ2គឺដូចគ្នាទៀតគឺលេខរៀងកែបាត់ការបច្ឆេទហើយចំណុចលេខ3ឈ្មោះអតិថិជននិងលេខទូរស័ព្ទដល់ចំណុចលេខ4គឺជាតារាងបរិយាយតកតងនឹងទំនិញដែលអតិថិជនបានទិញពីយើងហើយត្រង់លេខ5វិញគឺជាតម្លៃដែលរួមទាំងអាករដែលមិនបង្ហាញទៅអ្នកជប៉ុនទៅអ្នកទិញអញ្ចឹងគឺយកតម្លៃថ្លៃទិញសរុបរួមមកគឺតូតាល់ត្រង់ចំណុចលេខ5ហើយត្រូវមានហត្ថលេខាអ្នកលក់អ្នកទិញអញ្ចឹងខ្ញុំចូលទៅតកតងនឹងយមន័យកែបាត់បន្តិចជាស្រ័យរឿង slow ឡូអញ្ចឹងខ្ញុំសូមធ្វើបែបនេះបន្តិច
Đấy, làm một về nhé. Chắc trong chuyện này cứ cái bắt có hay tại invoice trao miền lịch tế được kháng cầu thì muối mua sản kế giải tháng lệ tạ sản cam sa bờ bồn được bót nẹt lúa rư nẹt bực cùng lịch pi cứ lịch riêng cái bán tam lùng đáp nâng ca bài chat chính với cái bạn thì bởi mua giải tháng được bót nẹt tình prom tem lệ tạ sản sa bờ bồn lịch 4 សេចក្តីបរិយាយមកទំនិញឬសេវាបរិមាណនិងថ្លៃលេខ 5 តម្លៃសរុបប្រភេទទំនិញនីមួយៗដែលមិនទាន់គិតអក្សរនានាលេខ 6 ប្រាក់អក្សរនីមួយៗករណីទំនិញឬសេវាជាប់អក្សរពិសេសអក្សរបំភ្លឺសាធារណៈនិងអក្សរលើការស្នាក់នៅនិងអក្សរតម្លៃបន្ថែមត្រង់ចំណុចនេះគឺជាកន្លែងដែលត្រូវសូរទឹកប្រាក់រួមទាំងអក្សរអញ្ចឹងនេះត្រង់ចំណុចនេះត្រង់ចំណុចលេខ 5 នេះគឺជាទឹកប្រាក់ដែលត្រូវសូរបង្ហាញប៉ុន្តែបើសិនជាមានតកតងនឹងកំភ្លឺអញ្ចឹងយើងត្រូវបង្កើតបន្ថែមតរហូតដល់ខាងក្រោមទៅរីទៅតាមមុខប្រភេទប្រាក់ពន្ធដែលត្រូវគិតពីអតិថិជននឹងក្នុងត្រង់ចំណុចនេះគឺយើងគិតតែពន្ធអក្សរតម្លៃបន្ថែម 10% ពីលើទំនិញដែលអតិថិជនបានទិញពីយើងអញ្ចឹងបន្តមកទៀតគឺលេខ 7 គឺហត្ថលេខានិងឈ្មោះអ្នកទិញនិងអ្នកលក់ប្រសិនបើមានប៉ុន្តែដាច់ខាតត្រូវតែមានអ្នកលក់អត់មានអ្នកលក់អីណាបើអត់មានអ្នកទិញអាចអត់បានប៉ុន្តែបើមានអ្នកលក់ត្រូវតែមានដាច់ខាតបន្តមកទៀតយើងត្រូវចូលកែប័ណ្ណទី 2 ដែលហៅថាកែប័ណ្ណធម្មតា commercial invoice ដែលត្រូវមាននេះទៅដូចខាងក្រោម 1 អាស័យដ្ឋានឈ្មោះសហគ្រាសអាស័យដ្ឋានលេខតាសញ្ញាកម្មសារពើពន្ធរបស់អ្នកលក់និងអ្នកឬអ្នកផ្គត់ផ្គង់លេខ 2 លេខរៀងកែប័ណ្ណតាមលំដាប់និងការបរិច្ឆេទចេញពីកែប័ណ្ណ 3 ឈ្មោះនិងអាស័យដ្ឋានរបស់អ្នកទិញ 4 សេចក្តីបរិយាយមកទំនិញឬសេវាបរិមាណនិងថ្លៃ 5 តម្លៃរួមទាំងអក្សរនានានៃទំនិញនីមួយៗលេខ 6 ហត្ថលេខាឈ្មោះអ្នកលក់និងអ្នកទិញប្រសិនបើមានអញ្ចឹងបញ្ជាក់ឡើងវិញនេះជាកែប័ណ្ណតាក់ invoice គឺវត្តកែប័ណ្ណអក្សរដល់ពេលនេះគឺជាកែប័ណ្ណធម្មតាអញ្ចឹងភាពខុសគ្នាសូមបញ្ជាក់គឺត្រង់ចំណុចលេខ 5 និយាយមើលទៅគឺខុសហើយទៅមកទៀតនេះគឺជាចាំបន្តិចអញ្ចឹងនេះជាកែប័ណ្ណដែល
មានឧទាហរណ៍នៅក្នុងសភៅអញ្ចឹងវិក័យប័ត្រនេះគេហៅថាវិក័យប័ត្រអាករអញ្ចឹងនេះជាឈ្មោះវិក័យប័ត្រនេះគឺជាវិក័យប័ត្រអាករហើយជាវិក័យប័ត្រចំណាយមូលហេតុគឺឈ្មោះអតិថិជននេះគឺជាឈ្មោះក្រុមហ៊ុនយើងហើយខាងលើនេះគឺជាឈ្មោះក្រុមហ៊ុនដែលយើងទិញទំនិញអញ្ចឹងគេមានបង្ហាញឈ្មោះក្រុមហ៊ុនគេលេខតសញ្ញាកម្មសារពើពន្ធរបស់គេអាស័យដ្ឋានរបស់គេប៉ុន្តែអត់មានបង្ហាញលេខទូរស័ព្ទឬក៏លេខទូរស័ព្ទផ្សេងទេអញ្ចឹងព័ត៌មានប៉ុណ្ណឹងក៏គ្រប់គ្រាន់ដែរសម្រាប់ពន្ធដារទី2លេខរៀងបកាយប័ត្រគឺគេមានអញ្ចឹងនេះជាលេខរៀងបកាយប័ត្ររបស់គេហើយថ្ងៃទីបរិច្ឆេទដែលគេលក់ទំនិញឲ្យយើងហើយចំណុចលេខ1លេខ2និងលេខ3លេខ3គឺជាឈ្មោះអ្នកទិញគឺជារបស់យើងលេខបាទីនលេខទូរស័ព្ទបានឲ្យបង្ហាញទេដល់ពេលលេខ4គឺតកតងនឹងការបរិយាយរបស់យើងដែលយើងទិញគឺទិញរថយន្តបរិមាណមួយឯកតាថ្លៃប៉ុណ្ណេះហើយថ្លៃទំនិញប៉ុណ្ណេះអញ្ចឹងដល់ពេលយើងទិញរួចគឺតម្លៃសរុបនេះគឺជាតម្លៃដែលមិនទាន់រួមអកតែមួយទៀតតម្លៃគិតអកអញ្ចឹង6លានស្មើគុណនឹង 10% ទៅស្មើនឹង60,000ហើយបានរួមទាំងតម្លៃរួមទាំងអកបូកជាមួយនឹងតម្លៃមិនទាន់អកឬកអញ្ចឹងស្មើ6លាន7សែនដល់មកទៀតខ្ញុំចូលទៅវិក័យប័ត្រធម្មតាអញ្ចឹងវិក័យប័ត្រធម្មតាគឺគេចេញឈ្មោះសហគ្រាសគេអាស័យដ្ឋានដូចគ្នាប៉ុន្តែត្រង់កន្លែងវិក័យប័ត្រនេះគឺគេដាក់ថាវិក័យប័ត្រអញ្ចឹងវិក័យប័ត្រមានន័យថាវិក័យប័ត្រធម្មតាហើយបើសិនជាវិក័យប័ត្រអាករគឺគេមានបង្ហាញវិក័យប័ត្រអាករហើយតាក់ invoice បាទអញ្ចឹងចូលវិក័យប័ត្រធម្មតាវិញអញ្ចឹងលេខរៀងគេមានប៉ុណ្ណេះការបច្ចេកប៉ុណ្ណេះហើយឈ្មោះអតិថិជនដែលជាឈ្មោះក្រុមហ៊ុនយើងអញ្ចឹងវិក័យនេះគឺជាវិក័យប័ត្រចំណាយដូចគ្នាអញ្ចឹងសេវាបរិមាណឯកតាថ្លៃទិញអញ្ចឹងតម្លៃគឺគេគិតកបាត់ហើយប៉ុន្តែគេអត់បង្ហាញយើងទេអញ្ចឹងចូលទៅលំហាត់របស់យើងវិញដោយសារលំហាត់របស់យើងនេះ assignment គឺឈ្មោះក្រុមហ៊ុនលេខបាទីនថ្ងៃខែបើកចុះវិជីរដ្ឋបាលសារប្រពន្ធហើយឈ្មោះគណនីកទ្រង់ទ្រាយសហគ្រាសអាស័យដ្ឋានអត្រាពន្ធប្រចាំឆ្នាំនិងម្ចាស់ពីហ៊ុនផ្សេងៗនៅក្នុងនឹងហើយនឹងដើមទុនហើយការជួលទីតាំងនេះគឺជួល$650ប៉ុន្តែការអនុវត្តរបស់យើងគឺមាន3ខែខែ1ខែ2ខែ3អញ្ចឹង$650នេះគឺគុណអត្រាអីគឺគុណអត្រា average អត្រា average គឺជាអត្រាដែលយកចេញពីធនាគារជាតិដែលចេញឲ្យយើងរៀងរាល់ចុងខែថ្ងៃ30ឬ31អញ្ចឹងយើងអត្រានេះគឺយើងយករៀងចុងខែមកគណនាប្រាក់ពន្ធដល់ពេល salary វិញគឺយករៀងរាល់ថ្ងៃទី15នៃខែនឹងយកពីធនាគារជាតិអញ្ចឹងឧទាហរណ៍ថាថ្ងៃ15នឹងត្រូវចំថ្ងៃសៅរ៍អាទិត្យឬថ្ងៃបុណ្យអញ្ចឹងយើងអាចយកថយមក
ក្រោយវិញបើសិនជាថ្ងៃ15ប៉ះចំថ្ងៃសៅរ៍ឬថ្ងៃអាទិត្យចឹងយកឯងយកថ្ងៃ13មកកណនីប្រពន្ធប្រវត្តិអញ្ចឹងត្រង់ចំណុចនេះគឺមានខែ1ខែ2ខែ3ដែលគេមានបញ្ជាក់ត្រង់ចំណុចនេះទៅមកទៀតយើងចូលដល់តារាងចំណាយទានានុបវត្តទិញបញ្ជីទិញអញ្ចឹង purchase record for head អញ្ចឹងឈ្មោះសហគ្រាសយើងមកអាសយដ្ឋានលេខម៉ាទីនអត្រារ៉េតអញ្ចឹងដោយតកតងនឹងចំណុចនេះគឺ Simon ខាងសាលាបានកត់ត្រាបកែប័ណ្ណឲ្យយើងរួចរាល់ហើយប៉ុន្តែគ្រាន់តែខ្ញុំចង់រំលេចបន្តិចសម្រាប់ជាមូលដ្ឋានសម្រាប់យើងកត់ត្រាឡើងវិញអញ្ចឹងថ្ងៃមួយនេះគឺជាបកែប័ណ្ណថ្ងៃទីបកែប័ណ្ណឆែតដែលគេចេញបកែប័ណ្ណឲ្យយើងហើយលេខរៀងបកែប័ណ្ណហើយការ tick នេះគេមាន3ប្រឡោះអញ្ចឹង tick ទី1មានន័យថាបុគ្គលចុះអក្សរអញ្ចឹងបកែប័ណ្ណហ្នឹងគឺជាបកែប័ណ្ណដែលគិតអក្សរពីយើងអញ្ចឹងបកែប័ណ្ណហ្នឹងមានន័យថាបកែប័ណ្ណចុះអក្សរដល់ពេលទី2គឺជាបកែប័ណ្ណមិនចុះអក្សរអញ្ចឹងមានន័យថាដូចម្ដេចគឺជាបកែប័ណ្ណធម្មតាដែលមិនបានគិតអក្សរពីលើយើងទេគេគិតដែរប៉ុន្តែគេអត់រំលេចអញ្ចឹងគេហៅបកែប័ណ្ណធម្មតាអញ្ចឹងយើង tick នៅប្រឡោះទី2ដល់ពេលប្រឡោះទី3នេះគឺជាបកែប័ណ្ណដែលទិញទំនិញពីក្រៅប្រទេសហើយខាងគយគេអ្នកគិតវត្តពីយើងមិនមែនខាងពន្ធដារទេណាត្រង់ចំណុចនេះបាទតទៅទៀតខែ1គឺទិញទំនិញអញ្ចឹងលេខនេះគឺជាលេខវ៉ាទីនរបស់ក្រុមហ៊ុនគេហើយឈ្មោះក្រុមហ៊ុនគេហើយបរិយាយតកតងនឹងការទិញទំនិញអញ្ចឹងអានេះបរិយាយនេះគឺស្រង់មកពីណាស្រង់ពីចំណុចលេខ4ដែលយើងបានដឹងហើយចំណុចលេខ4គឺតកតងនឹងការរាយឈ្មោះទំនិញចំនួនថ្លៃដើមនិងថ្លៃទំនិញសរុបអញ្ចឹងអានេះបរិមាណយើងដឹងហើយតើទិញប្រមាណអីយ៉ាងណាហើយបើសិនជាអត់មានរំលងបានហើយត្រង់នេះគឺតម្លៃសរុបលើវិក័យប័ណ្ណអញ្ចឹងតម្លៃនេះគឺជាតម្លៃដែលត្រង់ចេញពីចំណុចណាចឹងតកតងនឹងវិក័យប័ណ្ណនេះគឺគេត្រង់ចេញពីបើវិក័យប័ណ្ណរួមអក្សរគឺតម្លៃត្រប់រួមដល់ពេលវិក័យប័ណ្ណធម្មតាគឺតម្លៃរួមបូកទាំងអក្សរគឺត្រង់ចំណុចនេះអញ្ចឹងតមកទៀតចូលពេល9នេះគឺតម្លៃមិនទិនគិតអក្សរទៅគិតអក្សរអញ្ចឹងគេមានបញ្ជាក់លើហើយតម្លៃមិនទិនរួមអតបអញ្ចឹងវិក័យប័ណ្ណអញ្ចឹងនេះត្រង់កន្លែងនេះអញ្ចឹងវិក័យប័ណ្ណហ្នឹងគឺជាវិក័យប័ណ្ណមិនរួមអក្សរអញ្ចឹងគេយកត្រង់ចំណុចនេះសរុបដែលតែមិនតាន់គិតអក្សរទៅមកទៀតការទិញមិនចុះអក្សរ
អញ្ចឹងត្រង់ចំណុចនេះខាងសាលាបានស្រង់លេខរដ្ឋកោទឹកនៅអគ្គិសនីកម្ពុជាឲ្យយើងទេជាក់ស្ដែងរដ្ឋកោទឹកនៅអគ្គិសនីកម្ពុជាបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធរួចហើយអញ្ចឹងលេខបាត់ទិនយើងបានពីណាអញ្ចឹងលេខបាត់ទិនក្នុងក្រុម Telegram ខ្ញុំបានតម្លាក់ហើយអ្នកគ្រូក៏បានតម្លាក់ដែរអញ្ចឹងលេខបាត់ទិននេះគឺជាលេខក្រសួងស្ថាប័នរដ្ឋឬក៏តាក់ទងនឹងធនាគារនៅប្រទេសកម្ពុជាអញ្ចឹងនេះលេខបាត់ទិនរបស់អគ្គិសនីកម្ពុជារដ្ឋកោទឹកស្វយ័តអញ្ចឹងលេខ2ហ្នឹងអញ្ចឹងបើសិនជាតាក់ទងនឹងស្ថាប័នក្រសួងផ្សេងយើងអាចមើលហើយស្រង់លេខបាត់ទិនហ្នឹងចូលទៅកែបាត់ចំណាយរបស់យើងបានទៅមកទៀតត្រង់កែបាត់នេះខ្ញុំអត់បាន download ទេអញ្ចឹងចាំមើលទៅមេរៀនតាក់ទងនឹងកែបាត់នឹងឡើងវិញខ្លួនឯងអញ្ចឹងខ្ញុំចូលដល់ពេល11បុគ្គលមិនចកកអញ្ចឹងកែបាត់នេះគឺជាតម្លៃដែលស្រង់ចេញពីកែបាត់ធម្មតាអញ្ចឹងកែបាត់ធម្មតាយើងដឹងហើយអត់មានក្រឹតកទេអញ្ចឹងត្រង់ពេល8ប្រមាណដាក់ពេល11ដូចគ្នាចូលដល់ពេល12ពេល12នេះគឺជាតម្លៃរួមអាកដែលអាចមើលត្រង់ណាបានគេមើលត្រង់ចំណុចនេះអាកទៅលើតម្លៃបន្ថែម 10% គឺគេមើលត្រង់នោះអញ្ចឹងកែបាត់ដែលរួមអាកគឺយើងគិតពីត្រង់ពេល9ក៏បានឬក៏យើងទៅស្រង់ពីកែបាត់ក៏បានគឺយើងគុណ 10% ដល់ពេលត្រង់ចំណេះត្រង់ចំណេះនេះគឺតកតងនឹងកែបាត់អាកយហើយតម្លៃថែមអាកលើតម្លៃថែមបន្ទុករត់ហ្នឹងតើតែអាចសាកសួរមន្ត្រីពន្ធដារបានច្បាស់ឬអ្នកគ្រូតែមកទៀតយើងចូលកែបាត់ចំណូលអញ្ចឹងកែបាត់ចំណូលគឺទិន្នានុវត្តលក់បញ្ជីលក់ខ្សែរីខតឈ្មោះក្រុមហ៊ុនយើងមកនៅខ្សែឋានលេខបាត់ទិញអត្រារ៉េតដែលត្រូវ exchange អញ្ចឹងអានេះគឺជាថ្ងៃទីដែលយើងចេញកែបាត់ឲ្យគេលេខកែបាត់ហើយលេខកែបាត់នេះត្រូវតែលេខរៀងស្វិតអត់អាចច្រឡំលេខណាមួយទេបើសិនជាច្រឡំពន្ធដាររកឃើញគេឲ្យយើងប្រកាសពន្ធឡើងវិញហើយពីបណ្ដៃទៀតអញ្ចឹងត្រង់ចំណុច S3 យើងលក់ឲ្យនរណាអញ្ចឹងយើងលក់នេះគឺជាលក់ឲ្យបុគ្គលចកទាំងអស់ដែលត្រូវទី1ហើយលេខបាទីនរបស់គេប៉ុណ្ណេះហើយឈ្មោះអតិថិជនប៉ុណ្ណឹងហើយបរិយាយតទៅនឹងសេវាកម្មដឹកជូនហើយតម្លៃនេះគឺជាតម្លៃសរុបរួមទាំងអាកហើយតម្លៃមែនទិនរួមអាកនិងតម្លៃគិតអាកអញ្ចឹងបុគ្គលយើងជាក្រុមហ៊ុនដែលបានចុះជីនៅពន្ធដារហើយជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតអញ្ចឹងយើងត្រូវតែគិតពន្ធពីគេជាលក្ខណៈកែបាត់គិតអាកកែបាត់អាកបើសិនជាយើងចេញកែបាត់ធម្មតាអញ្ចឹងមានន័យថាយើងធ្វើខុសហើយអញ្ចឹងត្រង់តទៅនឹងតារាងចំណូលខ្ញុំមានប៉ុណ្ណឹងអញ្ចឹងខ្ញុំចូលដល់ form នេះគឺជា form ទី1ដែលត្រូវស្រង់ព័ត៌មានពីតារាង
form ផ្សេងដែល form ទី1នេះគេមានឈ្មោះថាលិខិតប្រកាសពន្ធសរុបអញ្ចឹងលិខិតនេះតើទីយើងធ្វើ form ផ្សេងរួចរាល់ទៅរៀងស្រង់អញ្ចឹងខ្ញុំសុំលងសិនហើយ form នេះគឺជា form លិខិតប្រកាសពន្ធចាំខែទីស្នាក់ការកណ្ដាលអញ្ចឹង form នេះស្រង់ពី form ផ្សេងដូចគ្នាអញ្ចឹងយើងសុំរំលងសិនអញ្ចឹង form នេះគឺជា form T7 01ហើយ head office ទីស្នាក់ការកណ្ដាលអញ្ចឹង form នេះគឺយើងត្រូវធ្វើទី1អញ្ចឹងសម្រាប់ប្រចាំខែយើងត្រូវដឹងថាក្រុមហ៊ុនយើងត្រូវប្រកាសពន្ធខែណាអញ្ចឹងក្រុមហ៊ុនយើងខ្ញុំសុំទៅលើសិនអញ្ចឹងក្រុមហ៊ុនយើងបានចុះបញ្ជីនៅរដ្ឋបាលសារពន្ធថ្ងៃទី20ខែ12អញ្ចឹងចុះបញ្ជីរួចរាល់នេះមិនមែនប្រកាសថាត្រូវប្រកាសពន្ធនៅខែ12ហ្នឹងទេគឺត្រូវប្រកាសពន្ធនៅខែថ្មីអញ្ចឹងខែថ្មីខែ1អញ្ចឹងខ្ញុំចូលមកអានេះវិញform នេះវិញអញ្ចឹងចំណុចលេខ1គឺលេខសារសញ្ញាណកម្មសារពើពន្ធរបស់យើងមិនមែនជាលេខសារសញ្ញាណកម្មសារពើពន្ធរបស់គេណាសូមបញ្ជាក់អញ្ចឹងលេខ1គឺលេខសារសញ្ញាណកម្មលេខ2សរុបពន្ធអកអញ្ចឹងមុននឹងសរុបពន្ធនេះបានគឺយើងត្រូវធ្វើការកណនាសិនបានយើងស្រង់មកចូលក្នុងតារាងនេះអញ្ចឹងចូលលេខ3ប្រតិបត្តិការសរុបហើយចំណុចកប្រាក់រំដោះពន្ធលើប្រាក់ចំណូលអញ្ចឹងប្រាក់រំដោះពន្ធលើប្រាក់ចំណូលហើយចំណុចលេខ1តើបានពីណាអូខេអញ្ចឹងចំណុចលេខ1តើទឹកប្រាក់នោះបានពីណាអញ្ចឹងយើងកលេចមើលឃើញតែប្រាក់ចំណូលអញ្ចឹងគឺយកពីតារាងលក់អញ្ចឹងតារាងលក់យកពីតារាងលេខប្រមាណអញ្ចឹងទឹកប្រាក់នេះមិនជាទឹកប្រាក់ដុលទេដែលគេយកពន្ធប្រាក់ចំណូលគឺយើងត្រូវចាំគឺគុណនឹងអត្រា1%អញ្ចឹងយើងទៅមើលតារាងចំណូលយើងតារាងចំណូលយើងគឺទឹកប្រាក់ដែលត្រូវយកនឹងគឺជួរលេខ F8 តម្លៃមែនទិនរួមអតបអញ្ចឹងនេះជាតម្លៃរួមស្រាប់រួមចំនួន3លាន34លាន3សែន56000រៀលអញ្ចឹងខ្ញុំកណនាឲ្យមើលអញ្ចឹងយើងត្រូវ3លាន3,56000រៀលគុណនឹង1%ស្មើអញ្ចឹងទឹកប្រាក់នេះគឺជាទឹកប្រាក់ដែលគុណនឹង1%អញ្ចឹងយើងចូលទៅមើលតារាងយើងវិញអញ្ចឹងនេះទឹកប្រាក់របស់យើងអញ្ចឹងខ្ញុំប្រហែលជាធ្វើខុសកត់លេខខុសអានេះបាត់អស់100000អញ្ចឹងត្រង់ចំណុចនេះអាចនឹងត្រូវកែអញ្ចឹងវាត្រូវ300000 5000 350,000
560 បានត្រូវត្រង់នេះប្រយ័ត្នដាក់លេខដូចខ្ញុំខុសហើយអញ្ចឹងត្រូវកណនីបែបនេះណាបន្តមកទៀតយើងគុណ1%ហើយយើងស្រង់ចូលចំណុចនេះអញ្ចឹងចំណុចលេខ2អានទីនយកពីខែមុនដោយសារយើងជាសហគ្រាសទៅចុះជីថ្មីហើយត្រង់ចំណុចនេះមានន័យថាដូចម៉េចគឺលុះត្រាតែប្រាក់ពន្ធនៃប្រាក់របស់នឹងយើងបងលើសអញ្ចឹងយើងបានស្នើសុំមន្ត្រីរដ្ឋបាលសិទ្ធិពន្ធមកធ្វើជាអន្តើនយោងពីខែមុនប៉ុន្តែបើសិនជាលក្ខខណ្ឌនេះបើយើងបងលើសគឺត្រូវតែដាក់លិខិតទៅខាងរដ្ឋបាលសហព័ន្ធពន្ធដើម្បីស្នើសុំមកធ្វើជាអន្តើនយោងបើយើងបានដាក់លិខិតទេយើងយោងក៏ត្រូវដែរណាអញ្ចឹងយើងចូលដល់ចំណុចប្រាក់រំដោះពន្ធដែលត្រូវបង់អញ្ចឹងប្រាក់រំដោះពន្ធដែលត្រូវបង់គេមានលក្ខខណ្ឌគេបើសិនប្រអប់លេខ1នេះធំជាងប្រអប់លេខ2អញ្ចឹងមានន័យថាគឺយើងយកប្រអប់លេខ1ដកប្រអប់លេខ2ចេញទឹកប្រាក់ហ្នឹងហើយបើសិនអន្តេនយោងទៅមុខវិញគេមានលក្ខខណ្ឌគេដែរប្រអប់លេខ2មានទឹកប្រាក់ធំជាងប្រអប់លេខ1លេខ2ដកលេខ1ឃើញប្រមាណដាក់អន្តេនយោងសូមបញ្ជាក់ឡើងវិញប្រអប់ប្រាក់រំដោះពន្ធត្រូវបង់បើមានទឹកប្រាក់ធំជាងប្រអប់លេខ2យកលេខ1ដកលេខ2ឃើញប្រមាណដាក់ត្រង់នឹងហើយអន្តេនយោងបើសិនប្រអប់លេខ2ធំជាងប្រអប់លេខ1លេខ2ដល់លេខ1ឃើញប្រមាណដាក់ត្រង់នឹងហើយនៅពេលឃើញត្រង់ចំណុចនេះយើងត្រូវត្រង់មកតារាងលេខចំណុចលេខ2ប្រឡោះលេខ3អញ្ចឹងអន្តេនយោងយើងគ្មានទឹកប្រាក់គឺ353,560ដាក់ចូលប្រឡោះហ្នឹងបាទអញ្ចឹងចំណុចតកតងនឹងប្រាក់រំដោះពន្ធលើប្រាក់ចំណូលប៉ុណ្ណឹងយើងចូលដល់តារាងទី2ខអកតម្លៃបន្ថែមអកតម្លៃបន្ថែមនេះយើងស្រង់តំណែងពីណាខ្លះទី1គេបែងចែកជាតារាង2តារាងធាតុចូលនិងតារាងធាតុចេញតារាងធាតុចូលហ្នឹងមានន័យថាម៉េចតារាងធាតុចូលស្មើនឹងតារាងចំណាយគឺគេមានសេពីក្រោម input អញ្ចឹងគឺវ៉ាត់ input ដែរដល់ពេលតារាងខាងក្រោមនេះធាតុចេញស្មើតារាងលក់អញ្ចឹងវ៉ាត់ output អញ្ចឹងយើងមើលអក្សរការទិញជាបកក្នុងស្រុក 10% ហើយបុគ្គលជាបកអញ្ចឹងយើងមើលលេខ3នេះយកពីណាតារាងចំណាយអញ្ចឹងតារាងចំណាយយើង9លាន373,600អញ្ចឹងគេមានសេហើយយើងទៅមើលតារាងចំណាយរបស់យើងអញ្ចឹងតារាងចំណាយរបស់យើងនេះជាតារាងចំណាយរបស់យើងគឺ9លាន3សែន73,600ជាស្រ័យយើងមើលសិនខ្ញុំហ្នឹងឯង9លាន3សែន73,600អញ្ចឹងគេយកតម្លៃពីតម្លៃមិនរួមអតបអញ្ចឹងយើងមើលអក្សរមិញបញ្ជាក់ការទិញជាបកក្នុងស្រុក 10% បុគ្គលជាបកអញ្ចឹងនេះតម្លៃមិនទាន់រួមជាស្រ័យខ្ញុំមើលសិនទៀត
ទិញជាប់អកក្នុងស្រុក 10% អ្នកអញ្ចឹងក្នុងចំណុចនេះគឺយើងយកពី P9 ដូចនឹងឯងប៉ុន្តែគេមានបញ្ជាក់ខាងលើគឺនេះតម្លៃមែនទែនរួមអតបអញ្ចឹងតម្លៃហ្នឹងគឺយើងត្រង់ពី P9 ត្រង់ចំណុចហ្នឹងឯងហើយបន្តមកទៀតនេះចំណុចទី4នេះទំទឹកប្រាក់អតបអញ្ចឹងទឹកប្រាក់នេះគឺទឹកប្រាក់សរុបរួមនៃ P12 នេះត្រង់នេះអញ្ចឹងយើងមើលទៅតាមប្រភេទអក្សររបស់យើងហើយស្រង់ទៅតាមហ្នឹងទឹកប្រាក់តម្លៃមែនទែនរួមអតបហើយទឹកប្រាក់រួមអតបអញ្ចឹងយើងត្រូវមើលចំណុចនេះមើលអក្សរផ្ទៀងផ្ទាត់ឲ្យច្បាស់ចាំស្រង់តម្លៃលេខចូលជាវាងខុសហើយលុបដល់មកទៀតយើងចូលប្រឡោះទី11គឺយើងយកប្រឡោះទី4បូកទី6ឃើញប្រមាណដាក់ត្រង់នេះបាទអញ្ចឹងចូលតារាងធាតុចេញវត្តអោគឺយើងមើលតារាងចំណូលអញ្ចឹងយើងមើលអក្សរដូចគ្នាការលក់ចុះអក 10% តម្លៃមានរួមអតបអញ្ចឹងតម្លៃ34លានគឺយើងយកពី F8 តម្លៃហ្នឹងតែមិនទាន់រួមអតបទៅមុនទៀតតម្លៃទឹកប្រាក់រួមអតបអញ្ចឹងនេះទឹកប្រាក់រួមអតបយើងគឺប៉ុណ្ណឹងយើងដាក់ចូលមកក្នុងលេខ13ហើយចំណុចផ្សេងបើអត់មានទេយើងត្រូវតែសេគ្មានអត់អាចសេលេខ0ឬក៏ទុកចោលបានទេបើអត់សេគឺអត់បានបន្ទុកដល់មកទៀតតើបើយើងស្រង់អស់ហើយចំណុចលេខ19គឺគេមានសេបញ្ជាក់គឺយក13បូក15ឃើញ19បាទចង់ចំណុចនេះគឺប៉ុណ្ណឹងដល់មកទៀតយើងចូលត្រូវអតបត្របងអញ្ចឹងអតបត្របងនេះគេមានលក្ខខណ្ឌរបស់គេបើសិនលេខ19នេះធំជាងលេខ11 19ដក11ឃើញអតបត្រូវបងអញ្ចឹងត្រង់ចំណុចនេះសូមបញ្ជាក់ឡើងវិញបើ19ធំជាង11គឺយក19ដក11ឃើញប្រមាណដាក់ត្រង់អតបត្រូវបងហើយអន្ទីញទៅមុខបើសិនលេខ11ធំជាង19 11ដក19ឃើញប្រមាណដាក់ត្រង់នឹងអញ្ចឹងត្រង់ចំណុចនេះមានប៉ុណ្ណឹងហើយយើងត្រូវស្រង់នេះតារាងលេខ2លេខ1តម្លៃបន្ថែមអកលើតម្លៃបន្ថែមអញ្ចឹងទឹកប្រាក់នេះគឺជាទឹកប្រាក់ដែលអតបត្រូវបងយើងស្រង់ចូលចំណុចនេះបើសិនជាអន្ទីនយងធំជាងមានទឹកប្រាក់យើងសេទឹកប្រាក់ត្រង់នេះមកហើយសូមបញ្ជាក់លក្ខខណ្ឌត្រង់ចំណុចនេះបើមានអន្ទីនយងអតបគឺ0ហើយបើមានអតបអន្ទីនយងត្រូវបានដកអស់ហើយចំណុចកលើតម្លៃបន្ថែមបន្ទុករត់ត្រង់ចំណុចនេះគឺអត់ទាន់មានកាត់មេទេអញ្ចឹងយើងសេគ្មានទាំងអស់អញ្ចឹងត្រង់ចំណុចនេះបានត្រូវបញ្ចប់ប៉ុណ្ណឹងហើយសូមចូលតារាងពុនប្រាវត្តអញ្ចឹងតារាងពុនប្រាវត្តនេះគឺមានប្រចាំខែណាលេខតសកម្មរបស់យើងទឹកប្រាក់ដែលត្រូវសរុបសម្រាប់បងពុនហើយតារាងដែលត្រូវកត់នេះគឺមាន2ទី1តារាងនិវេសនជនដែលជា
អ្នកជប៉ុននៅក្នុងប្រទេសតារាងអានិវាសជននៅក្រៅប្រទេសហើយអត្ថប្រយោជន៍ថែមអញ្ចឹងមុននឹងយើងធ្វើតកតងនឹងតារាងពន្ធប្រវត្តិនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ពីយមន័យសិនតើពន្ធប្រវត្តិជាអ្វីអញ្ចឹងពន្ធប្រវត្តិគឺជាប្រវត្តិសំដៅទៅប្រវត្តិប្រចាំខែលៀបការប្រាក់លើកទឹកចិត្តបបលៀបបុណ្ណឹកប្រាក់បំណាច់បញ្ចប់ការងារប្រាក់ថែមម៉ោងអូធីប្រាក់ប៉ះប៉ូវនានាប្រាក់ភាគលៀបនិងប្រាក់អត្ថប្រយោជន៍ថែមអញ្ចឹងប្រាក់អត្ថប្រយោជន៍ថែមនេះគឺជាអត្ថប្រយោជន៍បន្ថែមទេណាដែលគឺទៅដល់យោជិតអញ្ចឹងនេះគឺជាយមន័យនៃប្រាក់វិវត្តអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេឲ្យអ្នកទាំងអស់គ្នាយល់ហើយអ្នកទាំងអស់គ្នាអាចចាំទៅមើលបន្ថែមទាក់ទងនឹងពន្ធប្រវត្តិហើយត្រង់ចំណុចនេះចំណុចទី1ចំណុចដែលយើងត្រូវចងចាំអញ្ចឹងពន្ធប្រវត្តិនេះតាមច្បាប់រាល់បុគ្គលដែលមានប្រពន្ធដែលចុះប្រពន្ធឬក៏ប្តីដែលបានចុះអត្រាស៊ីវិលរួចរាល់គឺខាងពន្ធដារអនុញ្ញាតឲ្យដកក្នុងម្នាក់តម្លៃ 15,000 រៀលប៉ុន្តែសូមបញ្ជាក់លុះត្រាតែប្រពន្ធឬក៏ប្តីជាមេផ្ទះជាដាច់ខាតបើគាត់ធ្វើការលក្ខខណ្ឌហ្នឹងគឺអត់បានត្រឹមដកទេហើយសម្រាប់កូនក្នុងម្នាក់ក៏ត្រូវបានដកចំនួន 15,000 រៀលដែរប៉ុន្តែក្នុងលក្ខខណ្ឌកុមារហ្នឹងជាសិស្សមានអាយុមិនលើសពី14ឆ្នាំឬក៏ជានិស្សិតនៅក្នុងបន្ទប់របស់យើងមានអាយុមិនលើសពី25ឆ្នាំអញ្ចឹងបើសិនជានិស្សិតនឹងលើសអាយុដល់26ឆ្នាំអញ្ចឹងគាត់មិនត្រូវអនុញ្ញាតឲ្យដកពន្ធប្រវត្តិទេ 15,000 រៀលហ្នឹងសូមបញ្ជាក់ហើយនិវាសនជនអនិវាសនជនឬក៏និវាសនជនយើងទៅមើលពន្ធទៅមើលយមន័យ account ហ្នឹងវិញអញ្ចឹងត្រង់ចំណុចនេះខ្ញុំអត់បានរំលេចទេគាត់ថាអាចនិយាយបានថានិវាសនជនផ្ទុយពីនិវាសនជនហើយនិវាសនជនយមន័យគេនៅត្រង់ចំណុចនេះក្នុងករណីចំពោះនិយោជិតនៃជប៉ុនឬវណ្ណបុគ្គលមានន័យថាដែលនិវាសនដ្ឋានឬកន្លែងស្នាក់នៅជាគោលដៅនៅកម្ពុជាឬមានវត្តមាននៅប្រទេសកម្ពុជាលើសពី182ថ្ងៃស្មើ6ខែក្នុងរយៈពេល12ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំជប៉ុនចរន្តអញ្ចឹងនេះជាយមន័យនិវាសនជនអញ្ចឹងយើងយល់ហើយថាអ្វីទៅជាប្រាក់ពន្ធហើយប្រាក់អ្វីជាអត្ថប្រយោជន៍ថែមអញ្ចឹងត្រង់ចំណុចនេះគឺយើងបានពីណាយើងបានពីលំហាត់ទីលំហាត់របស់យើងគឺនេះត្រង់ចំណុចខែ1គឺប្រាក់បុកខែ1
ក្រុមហ៊ុនមានបុគ្គលិក15នាក់តម្លៃ$5,000ហើយបុគ្គលដែលជាប់ពន្ធមាន3នាក់ទី1ឈ្មោះយើងដែលមានជាគណនេយ្យករប្រាក់ខែ680ប្រពន្ធ1កូន2អញ្ចឹងត្រង់យ៉ាងនេះគឺយើងយកតម្លៃគឺទឹកប្រាក់ជាដុល្លារអញ្ចឹងដើម្បីយកជារៀលគឺយើងយក680គុណនឹងអត្រា salary 48គាត់អញ្ចឹងឃើញប្រមាណគឺយើងត្រូវដកប្រពន្ធកូនអញ្ចឹងប្រពន្ធ1កូន2 450000រៀលអញ្ចឹងពេលយើងដករួចគឺយើងត្រូវយកមកទឹកប្រាក់ហ្នឹងមកដាក់ត្រង់ចំណុចនេះហើយថាប្រយោគបន្ថែមយើងអត់មានទេដាក់គ្មានហើយប្រភេទនិយោជិកយើងត្រូវដឹងថាយើងនឹងជានិវាសជនឬក៏អនិវាសជនប្រពន្ធមួយសហព័ន្ធគឺមានន័យថាប្រពន្ធឬក៏ប្តីហើយកូនក្នុងបន្ទុកទឹកប្រាក់នេះគឺទឹកប្រាក់ដែលត្រូវដកចេញសម្រាប់បងពុនអញ្ចឹងទឹកប្រាក់នេះយើងត្រូវដឹងថាអត្រាពន្ធប្រាក់បៀវត្សដែលត្រូវជាពន្ធហ្នឹងតើយើងជាពន្ធប្រមាណ%អញ្ចឹងយើងត្រូវចាំដូចគ្នាក្នុងមេរៀនឬក៏ច្បាប់ពន្ធគឺគេមានអត្រាកំណត់ថាទឹកប្រាក់ចាប់ពី0រៀលដល់1,500,000គឺជាត្រា0%ហើយដល់លំអៀង0រៀលចាប់ពីទឹកប្រាក់1,500,000មួយសេនដល់2លានជាប់អត្រា5%ត្រូវដល់លំអៀង175sorry 75,000រៀលហើយចាប់ពី2លានសេនដល់8លាន5សែនជាប់អត្រា10%ត្រូវដល់លំអៀង175,000រៀលចាប់ពី8លាន5សែនមួយសេនដល់12លាន5សែនជាប់15%ដល់លំអៀង60,000ហើយលើពី12លាន5សែនទៅគឺជាអត្រា20%ហើយដល់លំអៀង1,225,000រៀលអញ្ចឹងត្រង់ចំណុចនេះគឺទឹកប្រាក់ដែលជាពន្ធរបស់យើងគឺ2លាន3សែន24,400រៀលអញ្ចឹងយើងត្រូវដឹងថាអត្រាយើងលើសពី2លានហើយអញ្ចឹងជិបនឹង10%អញ្ចឹងទឹកប្រាក់ហ្នឹងគឺយើងត្រូវចេះចែកកាសចូលមក2លាន3សែនអញ្ចឹងខ្ញុំឧទាហរណ៍ពីដំបូងសិនអញ្ចឹងទឹកប្រាក់នេះគឺ680គុណនឹង48កុដពីឆេកហើយដកប្រពន្ធ1កូន2អញ្ចឹង45,000នេះជាទឹកប្រាក់ដែលដកប្រពន្ធកូនរួចរាល់យើងដាក់ចូលតែមួយទៀតយើងគុណនឹងអត្រារបស់យើង10% ស្មើទឹកប្រាក់ប៉ុណ្ណឹងហើយត្រូវដកលំអៀងនោះប្រមាណគឺដកលំអៀង175,000ដក175,000ស្មើ57,440អញ្ចឹងវាជាទឹកប្រាក់ដែលត្រូវបង់ពន្ធបើសិនជានៅមានក្បៀសនៅពីក្រោយពីខ្ទប់យើងត្រូវប្រកួតឡើងអញ្ចឹង441ប៉ុន្តែអានេះគឺជាទឹកប្រាក់អត់មានក្បៀសទេអញ្ចឹងយើងអត់មានត្រូវប្រកួតឡើងទេណាសូមបញ្ជាក់អញ្ចឹងលោកវណ្ណតារាជាសភាពធ្វើដូចគ្នាតែម្ដងមកហើយយើងសរុបរួមខាងក្រោមនេះទៅពីសរុបរួមរួចយើងត្រូវស្រង់ថាបុគ្គលិកណាជាប់10%បុគ្គលិកណាជាប់5%ដោយបុគ្គលិកវណ្ណតារា
ជាសភាពនេះជើបអត្រា 5% អញ្ចឹងគឺយើងបូកបញ្ចូលគ្នាអញ្ចឹងមកហើយស្រង់ចូលប្លោះចំណុច 5% នេះអញ្ចឹងបុគ្គលិក2នាក់ 5% ប្រាក់ពន្ធដែលត្រូវបង់ប៉ុណ្ណាប៉ុន្តែត្រង់ចំណុចនេះបានពិចារណាគឺប្រាក់ចំណុចនេះគឺគេយកអញ្ចឹងគឺប្រាក់នេះគេយកពីប្រធានយើងអញ្ចឹងលោកវណ្ណតារាជាសភាពគឺតម្លៃ530បូកនឹង990បាន1020គុណនឹង48កុដអញ្ចឹងទឹកប្រាក់ដែលត្រូវកត់ចូលត្រង់ចំណុចហ្នឹងអញ្ចឹង4,160,600អញ្ចឹងទឹកប្រាក់នេះគឺជាទឹកប្រាក់ដែលត្រូវកត់ចូលត្រង់ចំណុចហ្នឹងដែលត្រូវបើកជូនគាត់ប៉ុន្តែអត់ទាំងគិតពន្ធទេតែមកទៀតប្រពន្ធមួយកូនមួយរបស់វណ្ណតារាយើងដាក់ស្រង់ចូលតែមកទៀតចំណុចនេះគឺជាលេខ 10% អញ្ចឹងមានតែម្នាក់អញ្ចឹងយើងដាក់ទឹកប្រាក់ដែលត្រូវបងពន្ធប្រពន្ធមួយកូន2ទឹកប្រាក់ដែល680គុណនឹង40 8កុដអញ្ចឹងនេះទឹកប្រាក់ដែលត្រូវបើកជូនគាត់តែអត់ទាន់បានគិតពន្ធដកប្រពន្ធកូនប៉ុន្តែនេះកន្លែងលេខ12នេះតែយើងបានប្រាក់ពីណាអញ្ចឹងយើងត្រូវដឹងថាបុគ្គលិកមាន15នាក់ហើយបុគ្គលិកដែលជប៉ុនមាន3នាក់អញ្ចឹងយើង15ដក3មក12អញ្ចឹងយើងដាក់ត្រង់នេះមកអញ្ចឹងបូកចូលគ្នាស្មើ15ហើយទឹកប្រាក់ដែលចំណាយលើពន្ធប្រតិវត្តsorry ទឹកប្រាក់ដែលត្រូវបើកជូនបុគ្គលិកគឺស្មើ5000អញ្ចឹងយើងទៅដកមកទី1យើងដកប្រាក់វិវត្តបុគ្គលិកទី1ជារបស់យើង680តែមកទៀតដកទឹកប្រាក់លោកវណ្ណតារាចំនួន530ហើយទឹកដកបុគ្គលិកជាសភាព490អញ្ចឹងនេះជាទឹកប្រាក់ដែលបុគ្គលិក12នាក់ត្រូវទទួលបានអញ្ចឹង12នាក់សល់3,300យកទៅគុណនឹងអត្រាទីឆេងមក48កុដអញ្ចឹងនេះទឹកប្រាក់ដែលបុគ្គលិក12នាក់ទទួលបានហើយបុគ្គលិក12នាក់ហ្នឹងគឺអត់ជាប់ពន្ធទេអញ្ចឹងបុគ្គលិកហ្នឹងអត់មានប្រពន្ធទេកូនទេអត្រា0%អញ្ចឹងលុយដែលត្រូវបង់0រៀលអញ្ចឹងកុំភ្លេចត្រង់នេះបុក3នឹងបញ្ចូលគ្នាស្មើនឹងទឹកប្រាក់អ៊ីឆេង5000អត់បើដូចត្រឹមត្រូវអញ្ចឹងទៅមកទៀតសរុបបញ្ចូលគ្នាមកទឹកប្រាក់នេះគឺជាទឹកប្រាក់ដែលត្រូវបង់ពន្ធប៉ុន្តែសូមបញ្ជាក់បន្តិចបើសិនជាទឹកប្រាក់នេះជាអនិវាសនជនហើយមានបុគ្គលិកអនិវាសនជនមិនត្រង់ចំណុចនេះដែរគឺយើងត្រូវយកអានេះប្រឡោះនិវាសនជនបូកទឹកប្រាក់អនិវាសនជនទៅស្រង់ចូលត្រង់ចំណុចលេខ1នៃប្រាក់សរុបប្រាក់ពន្ធអញ្ចឹងអាត្រង់ចំណុចលេខ4នេះតតែខែ3ទៅមានកាត់ឡើងអញ្ចឹងបុគ្គលិកអនិវាសនជនគឺត្រូវគុណនឹងអត្រា20%អត់អាចដល់ប្រពន្ធកូន150000រៀលនឹងបានទេគឺគុណ20%អូតូសម្រាប់អត្ថប្រយោជន៍ថែមក៏ដូចគ្នាមានកាត់ឡើងនៅខែ3គឺគុណនឹង20%អូតូប៉ុន្តែតម្លៃឆេងវិញអត្រាឆេងគឺយើងយកអត្រា average
ជាដាច់ខាតអត់អាចយកសារីទេគឺអ្នកគ្រូប្រាប់អញ្ចឹងត្រង់ចំណុចតារាងប្រាក់បៀវត្សខ្ញុំមានប៉ុណ្ណឹងអញ្ចឹងតកតងនឹងតារាងប្រកាសពន្ធលើប្រាក់បៀវត្សមានប៉ុណ្ណឹងអញ្ចឹងបើមានចម្ងល់អាចសួរអ្នកគ្រូនៅសាលាបានហើយយើងចូលដល់តារាងពន្ធកាត់ទុកពន្ធកាត់ទុកនេះត្រង់ចំណុចខាងមុខនេះគឺជាខែដែលត្រូវប្រកាសលេខតសញ្ញាកម្មហើយទឹកនេះគឺជាទឹកប្រាក់អញ្ចឹងទឹកប្រាក់នេះតើតែយើងស្រង់ចំណុចនេះរួចរាល់បុកចូលគ្នាទៅយើងកត់ចូលមួយប្លោះអញ្ចឹងមុនធ្វើអត្រានេះបានយើងទៅធ្វើតារាងធំសិនអញ្ចឹងតារាងធំនេះគឺយើងត្រូវដឹងថាមានអីខ្លះទី1លេខរៀងការបរិច្ឆេទលេខរៀងកែបាត់ខ្ញុំសូមវិជ្ជាយល់នេះតិចទៅតារាងនេះតើស្រង់បរិបត្តិអីគឺកែបាត់តកតងនឹងការចំណាយរាល់ការចំណាយទាំងអស់គឺត្រូវស្រង់ចូលក្នុងកែពីក្នុងតារាងនឹងដែលជាកែបាត់ចំណាយអញ្ចឹងកែបាត់ចំណាយត្រូវតែមានលេខរៀងថ្ងៃទីលេខកែបាត់ប្រភេទកែបាត់ហ្នឹងតើយើងទិញពីនរណាកែបាត់អាកបញ្ចុះអាកឬក្រៅប្រទេសហើយលេខសម្គាល់នៃចុះបញ្ជីបើមានយើងស្រង់មកដូចជា K ឬក៏ L ឬស្អីផ្សេងអញ្ចឹងស្រង់មកប៉ុន្តែកែបាត់នេះគឺជាកែបាត់ដែលយើងទិញមិនបុគ្គលមិនចុះអាកហើយទឹកប្រាក់ដែលត្រូវមុនកាត់ទុកគឺទឹកប្រាក់ដែលហៅថាទឹកប្រាក់សរុបរួមទាំងអាកគឺយើងគិតត្រង់នេះទាំងអស់ហើយប្លោះទី1នេះគឺតកតងនឹងការបំពេញសេវាហើយគុណនឹង15%គឺយកតម្លៃខាងមុខមកគុណនឹង15%អញ្ចឹងបង្កាយបាត់យើងមិនដឹងថាហេងសេរីនេះជាបង្កាយបាត់សេវាហើយយកទៅប្រាក់នោះទៅគុណ15%អញ្ចឹងយើងទៅមើលតារាងចំណាយរបស់យើងអញ្ចឹងមិញថ្ងៃទី7លេខកែបាត់0.2ហេងសេរីនេះគេមានបញ្ជាក់ត្រង់កន្លែងបរិយាយនេះគឺសេវាលាងម៉ាស៊ីនជែកអញ្ចឹងសេវាគឺយើងត្រូវកត់ចូលប្រឡោះទី1នេះការកែនេះគឺទី1ហ្នឹងអញ្ចឹងបើបកែបាត់នោះមានបញ្ជាក់ថាកន្លែងបរិយាយគេថាបំពេញសេវាអញ្ចឹងយើងដឹងត្រូវប្រឡោះទី1ឯងគឺទឹកប្រាក់ដែលរួមទាំងអាកឬក៏ទឹកប្រាក់សរុបរួមហ្នឹងគុណ15%ឃើញប្រមាណដាក់ត្រង់ហ្នឹងដល់មកទៀតបើបកែបាត់ហ្នឹងដល់សេបញ្ជាក់ថាបងការប្រាក់ទៅឲ្យនរណាអញ្ចឹងយើងស្រង់ចំណុចហ្នឹងមកយកគុណនឹង15%អញ្ចឹងចំណុចខាងនេះគឺយើងត្រូវដឹងថាកែបាត់យើងចំណាយទៅលើអីអញ្ចឹងយើងយកមកគិតនឹងមកប៉ុន្តែនេះថ្ងៃត្រង់នេះ31ខែ1អញ្ចឹងខ្ញុំស្រង់ខុសទៀតហើយ31ខែ1ហ្នឹងគឺអត់មានលេខរៀងកែបាត់ទេតែបុគ្គលបញ្ចុះកលីធីដែលយើងជួលលីធីនេះជាបុគ្គលតែមិនដឹងចុះបញ្ជីអញ្ចឹងបុគ្គលយើងចុះបញ្ជីគេហៅថារូបវ័នបុគ្គលទឹកប្រាក់2លាន658,500 2លាន658,500អញ្ចឹងយើងត្រូវដឹងនេះចំណុចនេះគឺការជួលថ្លៃ
ការបង់ថ្លៃឈ្នួលអចលនទ្រព្យឬអចលនទ្រព្យពីនីតិបុគ្គលអញ្ចឹងបើសិនជានីតិបុគ្គលមានន័យថាយើងជួលពីសហគ្រាសបានចុះបញ្ជីប៉ុន្តែយើងជួលពីរង្វាន់បុគ្គលធម្មតាទេអញ្ចឹងយើងគុណមកដាក់ត្រង់នោះអត់ឲ្យដាក់ប្រឡោះផ្សេងបានទេអញ្ចឹងដាក់ប្រឡោះផ្សេងមានន័យថាប្រាប់បកាយយើងប្រឡោះផ្សេងហើយអញ្ចឹងមកបានប្រឡោះនេះគឺជាពន្ធកាត់ទុកសម្រាប់និវាសនជនហើយពន្ធកាត់ទុកអនិវាសនជនអត់មានកាត់ឡើងទេអញ្ចឹងយើងបានស្រង់ចូលទេទៅពីយើងធ្វើអានឹងរួចរាល់យើងត្រូវមើលតារាងយើងថាតារាងបំពេញសេវាមានប្រមាណអញ្ចឹងយើងស្រង់ចូលដាក់ទៅតាមប្រឡោះនីមួយហើយសរុបរួមសរុបឃើញប្រមាណដែលត្រូវបងពន្ធដាក់ចូលប្រឡោះហ្នឹងដល់មកទៀតយើងចូលតារាងដែលយើងបានរំលងហ្នឹងគឺយើងស្រង់ទឹកប្រាក់ទៅតាមប្រភេទពន្ធនីមួយដាក់ចូលអញ្ចឹងទឹកប្រាក់យើងមានប្រមាណដាក់ចូលមកអញ្ចឹងពន្ធប្រតិវត្តដែលត្រូវបង់មានប្រមាណយើងដាក់ចូលមកយើងទៅមើលតទៅនឹងហ្វមប្រាក់វិវត្តត្រង់ជ្រើសលើនេះដល់មកទៀតអត្ថប្រយោជន៍បន្ថែមយើងមានអត់បើមានគ្មានសិគ្មានមកហើយពន្ធកាត់ទុកគឺយើងយកនេះពន្ធកាត់ទុកសរុបអញ្ចឹងយើងយកទឹកប្រាក់ត្រង់ចំណុចនេះនេះពន្ធកាត់ទុកសរុបទៅស្រង់ដាក់ចូលក្នុងចន្លោះនេះមកទៅមើលតារាងប្រភេទអក្សរអាកតម្លៃបន្ថែមអញ្ចឹងត្រង់អាកតម្លៃបន្ថែមនេះគឺយើងត្រូវមើលចំណុចលេខនេះអាកដែលត្រូវបង់ឬក៏យើងមើលអាចមើល form នេះក៏បានគឺស្រង់ពីតំណែងនេះហើយដាក់ចូលត្រង់ចំណុចនេះមកហើយប្រាប់ដំណោះពន្ធយើងអាចមើលពីតារាងហ្នឹងដូចគ្នាដាក់ចូលត្រង់ចំណុចនឹងមកក្រៅពីនោះយើងត្រូវដាក់គ្មានបើអត់ដាក់អត់បានបន្ទុកទេទៅពីកប់ចូលរួចរាល់យើងបូកសរុបរួមមកដាក់ទឹកប្រាក់ត្រង់ហ្នឹងហើយមកទៀតចូល form ទី1ដែលមានជារៀងតកតងនឹងនេះប្រាក់រំដោះពន្ធលើបញ្ញចំណូលដែលយើងអាចស្រង់ពីតារាងនេះបានដាក់ចូលទៅក្នុងប្រឡោះនឹងបានហើយតកតងនឹងអាកតម្លៃបន្ថែមគឺយើងស្រង់ពីចំណុចនេះដែលយើងយក19ដល់11ឬក៏11ដល់19ឃើញប្រមាណយើងស្រង់ទៅតារាងខាងនេះអញ្ចឹងអន្ទានយើងវាគ្មានដាក់គ្មានមកហើយលេខ6គឺតកតងនឹងធាតុអាកធាតុចូលអញ្ចឹងអាកធាតុចូលគឺតារាងខាងលើអញ្ចឹងទឹកប្រាក់លេខ11ហើយបន្តមកទៀតអាកធាតុចេញលេខ7នេះយើងស្រង់ពីតារាងធាតុចេញលេខ19ហើយអន្ទានដឹងទៅមកយើងត្រូវមើលសិក្សាលក្ខខណ្ឌបើសិនជាប្រអប់លេខ7នេះធំជាងលេខ5និងលេខ6លេខ7ដកលេខ5និងលេខ6ចេញឃើញលេខ8ហើយបើសិនជាលេខ7ទៅជាងលេខ5និងលេខ6អញ្ចឹងយកលេខ5លេខ6ដកលេខ7ឃើញលេខ9អញ្ចឹងត្រង់នេះបើគ្មានទេដាក់គ្មានមកតែមួយទៀតយើងស្រង់ចូលត្រាំងខាងមុខនេះទៅតាមប្រភេទពន្ធដោយ form នេះអញ្ចឹងដូចគ្នាអញ្ចឹងស្រង់មកហើយត្រង់ចំណុចនេះខ្ញុំសូមបញ្យល់តិចគឺតកតងនឹងព័ត៌មានសហគ្រាសយើងត្រូវតែបំពេញជាដាច់ខាតហើយក្រុមហ៊ុនបើមានឃ្លាំងដាក់មានមកចំនួនបានឃ្លាំងប៉ុន្តែបើគ្មានដាក់គ្មានហើយហត្ថលេខាសៀមរាបថ្ងៃទី20ខែបន្ទាប់ដែលយើងត្រូវប្រកាសពន្ធហើយហត្ថលេខាឈ្មោះដល់មកទៀត form បងលុយតើតងការ form បងលុយនេះគឺយើងស្រង់ទៅចាំខែណាដែលយើងត្រូវបង់ឆ្នាំកាលបរិច្ឆេទដែលត្រូវបង់លុយហើយសាខាណាដែលយើងត្រូវបង់ពន្ធហើយឈ្មោះសហគ្រាសលេខបទិនហើយត្រង់នេះគឺយើងត្រូវដឹងប្រភេទពន្ធយើងតើជាពន្ធបរិវត្តអត្ថប្រយោជន៍ថែមប្រដំណោះពន្ធ
គឺជាទឹកប្រាក់ដែលត្រូវបង់ជូនរដ្ឋមិនមែនទឹកប្រាក់ដែលរួមអត់ទាន់គិតកកណាគឺជាទឹកប្រាក់ដែលគិតកករួចរាល់ហើយដោយទឹកទៅដាក់ទៅតាមប្រភេទហើយនេះដូចជាត្រង់ការពន្ធកាត់ទុកថ្លៃឈ្នួលនេះវាមានពីរប្រយ័ត្នច្រឡំថាទៅធីនីតិចឹងយើងបងទៅលើសហគ្រាសជួបពីសហគ្រាសហើយអញ្ចឹងយើងជួបពីបុគ្គលធម្មតាទេអញ្ចឹងទីខាងលើអញ្ចឹងអត់ជីប៉ុណ្ណឹងមកបញ្ចប់ខែ1អញ្ចឹងខ្ញុំមានប៉ុណ្ណឹងអរគុណ